សួស្តីអ្នកគ្នាវីដេអូនេះយើងទៅកាត់តយើងទៅបកប្រែរឿងចិនមកខ្មែរលើទូរស័ព្ទដៃ iPhone របស់អ្នកគ្នាអូខេជាដំបូងយើងត្រូវទៅយករឿងចិនសិនឥឡូវខ្ញុំមានរឿងចិនមួយហើយអញ្ចឹងអ្នកគ្នាមានរឿងចិនគេ download ទៅយើង copy អា link រឿងចិនហ្នឹងហើយយើងទៅ search ខ្ញុំយកពី Douyin អញ្ចឹងខ្ញុំ search ថា Douyin downloader អូខេបន្ទាប់មកគ្នាចុចយកលើគេហ្នឹងអូខេយើងផាសអា link មិនចូលមកគេបន្ទាប់មកយើងចុច download អាលើគេហ្នឹងចុច download មកអូខេវាចេញពាណិជ្ជកម្មទីយើងចុច close បិទមកបន្ទាប់មកចុច download ទៀតអូខេវាកំពុង download ហើយយើងទៅមើលអូខេនេះឥឡូវវាពេញហើយយើងទៅ search website ដែលយើងទៅយក script ចេញពីវីដេអូហ្នឹង website ឈ្មោះថា TurboScribe ចុចលើវាហ្នឹងមកតើមកអ្នកគ្នាត្រូវការ sign in Gmail ចូលសិនទើបអាចប្រើប្រាស់បានហើយអានេះវា free 3 ដងក្នុងមួយថ្ងៃអញ្ចឹងអ្នកគ្នាអាច generate បានតែ3ដងទេបើចង់ generate បានច្រើនដូរ Gmail ទៅ generate បានហើយអូខេយើងម្ដងហ្នឹងយើងចុចអាកន្លែងប៊ូតុងខៀវហ្នឹងហើយយើងរើសឈូស file នៅ browser file ហ្នឹងហើយយកពាក្យឈូស file មកមានថាយើងទៅយកវីដេអូមិញអាវីដេអូយើង download មិញហ្នឹងអូខេនេះចុចលើវាមកនេះវានៅក្នុងកន្លែង download ទេខ្លួនអ្នកគ្នារត់ឃើញអូខេតោះនេះយើងត្រូវរើសភាសាចិនអ្នកគ្នា complete កន្លែងហ្នឹងរើសយកភាសាចិនសិនអូខេបន្ទាប់មកវាពេញហើយយើងចុចកន្លែង transcript ហ្នឹងមកតោះហ្នឹងបើសិនជាមានបញ្ហាហើយអ្នកគ្នាចុចម្ដងទៀតទៅគ្រូវាមាន error អញ្ចឹងអូខេឥឡូវយើងចាំបន្តិចមកអូខេវាពេញហើយយើងចុចអាកន្លែងត្រី3ខាងមុខហ្នឹងចុចលើវាហ្នឹងមកតោះមកយើងចុចពាក្យ expert transcript អូខេចុចលើវាហ្នឹងមកហើយយើងចុចយកកន្លែង SRT ហ្នឹងចុចតាមខ្ញុំមកហើយចុច download មកអូខេចុច download មកតង់ទៀតមកអូខេឥឡូវយើង download ពេញហើយបន្ទាប់ពី download ពេញហើយយើងចូលទៅក្រោមវីដេអូរបស់ខ្ញុំមកវីដេអូមួយណាក៏បានដែរហើយយើងចុចអាកន្លែង create ហ្នឹង create folder ហ្នឹងហើយយកអាក្រោមគេយកអាកន្លែង default browser ចុចបើកលើក្នុងហ្នឹងមកហើយយើងធ្វើការ add វាទៅ home screen សិនយើងចុចអាកន្លែងប៊ូតុង share នោះចុចតាមខ្ញុំមកប៊ូតុង share ហ្នឹងហើយយើងរកមើលពាក្យថា add to home screen នេះចុច add លើវាមកចុចលើវាមកហើយយើងដូរឈ្មោះដាក់ឈ្មោះអីក៏បានដែរអូខេបន្ទាប់ពីហ្នឹងមកយើងចុចបើកអាកម្មវិធីហ្នឹងទាំងអស់គ្នាចុចបើកអាហ្នឹងអូខេបន្ទាប់មកយើងអស់មកយើងចុចពាក្យដោះសោយទៅវាឲ្យវាយ key អីត្រង់ហ្នឹងអ្នកគ្នាទិញពីខ្ញុំទៅខ្ញុំឲ្យ key ហើយយើងយកមកផាសប៉ុន្តែយើងយកកន្លែងចុចអត់ឃើញទេយើងទៅចុចកន្លែង AA require វា to desktop to website ចុចតាមខ្ញុំហ្នឹងមកបន្ទាប់មកវានៅតែអត់ចេញទៀតអញ្ចឹងយើងត្រូវចុចអាកន្លែងមិញដែរនោះចុចកន្លែង AA ហ្នឹងហើយយើង zoom វាzoom វាចុចកន្លែង A ទូចហ្នឹងទៅចុច zoom វាត្រឹម 50% មកអូខេយើងចុចបញ្ចូលមកអូខេបន្ទាប់មកយើងដោះសោបានហើយយើងត្រូវការទៅយក script យើងហ្នឹងតោះនេះអ្នកនេះព្រីកឲ្យវាត្រឹម75វិញមកដើម្បីស្រួលមើលសារតិចអូខេបន្ទាប់បានប្រឹងហើយយើងយកពាក្យឈូស file មកចុចឈូស file ប៉ុន្តែត្រង់ហ្នឹងអា file script របស់យើងហ្នឹងវាយើងអាចចុចបានទេអញ្ចឹងវិធីសាស្ត្រនៃការធ្វើបានយើងត្រូវការអូសវាចូលក្នុងwebsite របស់យើងអូខេអ្នកគ្នាមើលតាមខ្ញុំឲ្យតន់មកអូខេជប់សិនអូខេនេះយើងចុចចេញវិញមកហើយយើងទៅយកអា file យើងមិញហ្នឹងនេះអាដៃមួយយើងចុចស្កត់វាឲ្យជាប់ហើយដៃមួយទៀតយើងចុចបិទកម្មវិធីហើយយើងចុចបើកអា website យើងវិញមកហើយអូសតម្លាក់អាហ្នឹងអូសតម្លាក់អា file ហ្នឹងឲ្យចេញពាក្យសញ្ញាបូកនោះអញ្ចឹងវាចូលលេនេះតោះហ្នឹងសកម្មតាអ្នកគ្នាយល់បើអត់យល់ទេអាចឆាតសួរខ្ញុំបន្ថែមទៀត
ตรงนี้เถอะยังเรือภาษาจันอันนี้ภาษาខ្មែរตรงนี้ยังเธอตามអ្នកនរគ្នាទេចង់បានណាក៏បានដែរខ្លីបំផុតឬក៏អត្ថបទធម្មតាអូខេយើងចុចដំណើរការមកអូខេបន្ទាប់ពីបានប៉ុណ្្នឹងហើយបន្ទាប់ពីវេទនាការបានជោគជ័យហើយយើងចុច copy អា script យើងហ្នឹងដើម្បីយកទៅបំលែងជាសលេងហើយ tool បំលែងជាសលេងបើសិនអ្នកនេះទិញខ្ញុំតម្លៃវា11រៀលកន្លះអ្នកគ្នាប្រើពេញមួយជីវិតហើយយើងប្រើបានក៏បានដែរអាហ្នឹងអាស្រ័យលើអ្នកនរគ្នាទេអូខេយើង copy នេះហ្នឹងមកបន្ទាប់មកយើងចូលទៅបើក website មួយ website ហ្នឹង free ទេនេះ website Voicer Tool ហ្នឹងវាយ Voicer Tool មកតែមកចុច search ហើយយើងអស់មើលនេះអានេះចុចតាមខ្ញុំហ្នឹងមកតោះនេះអ្នកទាំងគ្នាទៅចុចឲ្យកន្លែងត្រី3ខាងលើសិនតែមកចុចពាក្យ STS នោះចុចកន្លែង STS ហ្នឹងមកហើយយើងផាសយើង copy មិញហ្នឹងផាសចូលមកអូខេបន្ទាប់មកយើងរើសភាសាអូខេអានេះដោយសារវាលើសខ្ញុំទៅការលុបចោល script script ទី33ហ្នឹងចោលសិនដោយសារវាលើស1000ណាគឺតមកយើងរើសភាសាខ្មែរមកwebsite នេះ free ទេបើសិនអ្នកគ្នាចង់ទិញ tool ខ្ញុំតម្លៃវា11រៀលកន្លះឆាប់ឲ្យខ្ញុំមកអាហ្នឹងtool របស់ខ្ញុំហ្នឹងបំលែង script ទៅជាសលេងដែរអូខេយើងរើសមកយើងវាយលេខកូដគេដាក់នេះហ្នឹងលេខវា9308 អាហ្នឹងអ្នកគ្នាឃើញបានវាយប៉ុណ្ណឹងទៅវាខុសគ្នាទាំងអស់ទេអត់មានលេខអាហ្នឹងដូចគ្នាណាអូខេបន្ទាប់មកយើងចុច generate ខាងក្រោមហ្នឹងមកហើយយើងចាំមកស្ទោចាំមកយើងចូលកន្លែងចុចពាក្យកន្លែង download នោះប៊ូតុង download ទូចមួយហើយយើងចុច download ទៀតមកអូខេយើង download បានហើយយើងទៅកាត់ទាំងអស់គ្នាមកកាត់វីដេអូទាំងអស់គ្នាមកអូខេតោះនេះខ្ញុំបើកមើលសិនថាវាឆ្មាយុប download បានហើយចាំបន្តិចរបស់ថ្មីភ្លុកមើលអូខេនេះវា download បានជោគជ័យហើយកុំយកក្រូចឆ្មាអានេះ script ប្រភេទ MP3 script មកចេញពី script យើងហ្នឹងតោះមកយើងបើក CapCut មកដើម្បីយើងកាត់ដាក់ជាមួយវីដេអូហ្នឹងណាអូខេយើងទៅរើសវីដេអូយើងសិនប៉ុន្តែត្រង់នេះយើងមើលអត់ឃើញវីដេអូយើងទេដោយសារវីដេអូយើងនៅក្នុង file អ្នកនេះរត់ឃើញទេឃើញអត់វីដេអូយើង download វីដេអូរឿងហ្នឹងអញ្ចឹងយើងត្រូវការចូលទៅកម្មវិធី file សិនចូលទៅ file ហើយយើងចូលចុចបើកវីដេអូយើងហ្នឹងហើយយើងចុចពាក្យ share ទៅយើងចុច share ឲ្យវាចូលក្នុងកម្មវិធី photo យើងណាអូខេបន្ទាប់មកយើងចុចបើកCapCut វិញយើងឃើញវីដេអូហ្នឹងយើងចុចតម្លាក់វាចុះដើម្បីកាត់វីដេអូយើងហ្នឹងមកអូខេតោះនេះយើងត្រូវការបិទសលេងវីដេអូដើមសិនបិទឲ្យអស់មកអូខេបន្ទាប់បិទហើយយើងត្រូវការទៅរកយើងទៅយក sound sound យើង download មិញហ្នឹង sound script មិញហ្នឹងចុចកន្លែង file ហ្នឹងមកហើយយើង select យកពី device របស់យើងតោះមកយើង select យកអា file មិញហ្នឹងfile ចេញពី Voicer Tool មិញហ្នឹងចុច open វាមកអូខេតោះមកយើងចុចបូកបន្ថែមមកក្រូចឆ្មាយុបបានហើយចាំបន្តិចអូខេប៉ុណ្ណឹងបានហើយយើងត្រូវការទៅ add background sound យើងធ្វើវីដេអូសម្រាប់រឿងសំខាន់មែនទេណាវីដេអូច្រឡំbackground sound ហ្នឹងអ្នកនរគ្នាទាំងនេះខ្ញុំត្រូវការកាត់ក្របវីដេអូសិនយើងត្រូវការក្របមកយើងរើសទំហំវាចង់បានភាគច្រើនខ្ញុំយក3.4 អាហ្នឹងស្រួលផុសបានទាំងលើ YouTube Facebook ហើយនិង TikTok មកដាក់មួយបានទាំងអស់ហ្មងគេយើងរើសទំហំតាមអ្នកគ្នាចង់បានមកគេតើមកយើងធ្វើកាត់ឲ្យវាស្អាតតិចមកអូខេប៉ុណ្ណឹងហើយយើងចាប់ផ្ដើមទៅយក sound background sound background sound ហ្នឹងសំខាន់ដែរក៏វាសំខាន់ដែរវាជួយផ្ដាច់ copyright យើងណា
ហើយខ្ញុំមាន background sound đấy ok យើងចុច add background sound មកអានេះបើសិនអ្នកគ្នាមាន background sound ទេអាចទៅ download ពី website ផ្សេងៗមានច្រើនតែបើអ្នកគ្នាចង់បានពីខ្ញុំក៏មានលក់ដែរតម្លៃវា10 sound ខ្ញុំលក់ 2.5 រៀល2.50 សេនអ្នកទិញពីខ្ញុំក៏បានហើយខ្ញុំធានា sound ហ្នឹងធានាថាស៊ីនហើយអត់ចុះ copyright ទេហើយខ្ញុំលក់គឺលក់អត់លក់ជាន់គ្នាទេលក់ដាច់ដូចគ្នាមានន័យថាភ្ញៀវម្នាក់គាត់ទិញមួយហើយគាត់ទិញ10 sound ហើយ10 sound ហ្នឹងគឺបានតែគាត់ទេអ្នកទិញផ្សេងគឺ sound ផ្សេងទៀតអញ្ចឹងធានាជូនធានាថា sound ហ្នឹងពិតជាថ្មីសម្រាប់អ្នកដែលគាត់ទិញថ្មីអញ្ចឹងអូខេបន្ទាប់ពីយើងបានដាក់ background sound ហើយកាត់ក្របវីដេអូអីមកយើងធ្វើការ export វាទៅហើយចាំវាតិចទៅតប export បានហើយយើងធ្វើការយកទៅផុសទៅអីទៅវាអត់ចុះ copyright ទេសំខាន់យើងកាត់ស្អាតអញ្ចឹងមកហើយនេះខ្ញុំប្រើ CapCut ធម្មតាទេខ្ញុំអត់ប្រើ CapCut Pro ទេអញ្ចឹងអ្នកអាចយកទៅផុសបានអានេះវាអត់អីទេអូខេបាយបាយជួបគ្នាវីដេអូក្រោយ